ពួកពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាដែលជាអ្នកតាមដានរកការផ្សាយនៃเพจខ្ញុំបាទផានសុភារៈថ្ងៃនេះខ្ញុំសូមចេញជាមតិក្នុងនាមជាពលរដ្ឋខ្មែរបងប្អូនប្រិយមិត្តទាំងអស់គ្នាពេលខ្លះទៅខ្ញុំឡាយទៅនេះទៅឡាយទៅនោះទៅផ្សាយទៅនេះផ្សាយទៅនោះអង្គុយបាទដោយសារតែកំពុងតែរៀបចំបាទផ្ទះបាទកំពុងរៀបចំផ្ទះអញ្ចឹងរៀបចំជួសជុលផ្ទះចឹងឬអីវ៉ាន់ឬអីអស់ទៅយើងក៏អត់បានរៀបចូលវិញបងប្អូនប្រិយមិត្តដល់គ្នារឿងរ៉ាវមួយចំនួនដែលភាគច្រើនយក social media និងបណ្ដាញសង្គម Facebook TikTok បាទដើម្បីធ្វើជាគេហៅថាតឡាការ Facebook អញ្ចឹងបងប្អូនប្រិយមិត្តអរគ្នាយើងឃើញហើយនៅក្នុងបណ្ដាញសង្គមរបស់យើងហ្នឹងគឺមានរឿងរ៉ាវបាទប្រហែលតែជាមួយសប្តាហ៍មុននោះខ្ញុំរវល់ពេកបាទឡើងចុះខេត្តញឹកញាប់អញ្ចឹងក៏មិនសូវមានពេលវេលាធ្វើវីដេអូអញ្ចឹងខ្ញុំសូមលើកឡើងពីបញ្ហាសង្គមបងប្អូនប្រិយមិត្តអរគ្នាពេលខ្លះទៅណាម្នាក់មានទូនាទីណាមានទូនាទីដូចរឿងឃើញមានការផ្សព្វផ្សាយអំពីបញ្ហាកូនប្រសាពុកក្មេកណាហើយម្ដាយក្មេកដែលមានចំនួនរឿងដីធ្លីឲ្យយកទៅប្រចាំឲ្យយកទឹកខ្ចីរ៉ូស៊ីហើយបាទស្រាប់តែស្រែកតាមបណ្ដាញសង្គម social media តាម Facebook ថាអយុត្តិធម៌ខ្លាំងណាស់បាទស្រែកថាអយុត្តិធម៌ខ្លាំងណាស់ខ្ញុំលើកឧទាហរណ៍មួយឡើងនេះតាំងពិតទៅអ្នកដែលមានទូនាទីជាផ្កាយមួយផ្កាយពីរណាហើយមានទូនាទីក្នុងស្ថាប័នតុលាការសិតតែមនុស្សអនុវត្តច្បាប់សិតតែមនុស្សអ្នកវិនិច្ឆ័យកាត់ក្តីឲ្យអ្នកណាឈ្នះអ្នកណាចាញ់ដើម្បីទទួលបានយុត្តិធម៌ហើយបើសិនជាមនុស្សអស់នោះមានរំដាប់ទៅដល់មន្ត្រីរាជការនៅក្នុងជួរតុលាការមានដល់ទៅមន្ត្រីណានៅក្នុងនគរបាលយុទ្ធធរសិតតែផ្កាយមួយផ្កាយពីរហើយមកស្រែកតាម social media ណាថារងភាពអយុត្តិធម៌អញ្ចឹងសួរថាមុខមាត់ថ្នាក់ដឹកនាំយកទុកនៅណាណាមុខមាត់ថ្នាក់ដឹកនាំយកទុកនៅណាអញ្ចឹងខ្ញុំចង់លើកឡើងថាបើសិនជាយើងជាអ្នកមន្ត្រីអនុវត្តច្បាប់ហើយយើងស្រែកថាអយុត្តិធម៌ទៀតចុះទម្រាំតែប្រជាពលរដ្ឋស្លូតត្រង់ប្រជាកសិករដែលឡើងថ្នោតធ្វើស្រែចម្ការនោះបើមានរឿងតើទៅរកយុត្តិធម៌នៅណាបើអស់លោកជាអ្នកធំហើយអស់លោកស្រែកថាអយុត្តិធម៌ដែរនេះអញ្ចឹងគួរតែកុំយក social media Facebook TikTok នឹងធ្វើជាណាការផ្សាយទៅឲ្យប៉ះពាល់ទៅដល់ថ្នាក់ដឹកនាំប៉ះពាល់ដល់រដ្ឋាភិបាលខ្ញុំអត់គាំទ្រទេពីព្រោះយើងជាមន្ត្រីអនុវត្តច្បាប់ធំក្រាក់ហើយបែរជាយើងហ្នឹងណាទៅស្រែកតាម social media ថារងភាពអយុត្តិធម៌ដែរអញ្ចឹងវាស្មើនឹងមិនទុកកិត្តិយសដល់ថ្នាក់ដឹកនាំបាទដូចខ្ញុំនិយាយតែប្រជាពលរដ្ឋកសិករទៅរកយុត្តិធម៌ណាបើអស់លោកផ្កាយ2ផ្កាយ3ហើយណាមានឈ្មោះជាមន្ត្រីនៅក្នុងតុលាការទៀតអស់លោកថាអយុត្តិធម៌ដែរចុះប្រជាពលរដ្ឋកសិករទៅរកយុត្តិធម៌នៅឯណាបាទអញ្ចឹងរឿងខ្លះរឿងដែលមិនគួរកុំចេញតាម social media កុំចេញតាម Facebook រឿងខ្លះយើងអាចនិយាយគ្នាបានយើងនិយាយគ្នាគោលនយោបាយឈ្នះស្ងាត់ទៅបាទកុំយកអា social media ផ្សព្វផ្សាយវាមិនល្អទេណាវាមិនល្អទេខ្ញុំឃើញព័ត៌មានផ្សព្វផ្សាយអំពីបញ្ហាណាមានបាទទៅស្បត់ទៅស្បែឲ្យធូបស្បត់ឲ្យធូបស្បែហើយសួរថាតើរឿងរ៉ាវហ្នឹងជាមួយអ្នកណាជាមួយគ្រួសារខ្លួនឯងសោះហ្នឹងហើយយើងខំហែកហួងទៅតាម social media សួរថាតើកិត្តិយសនៅឯណាមិនត្រឹមតែប៉ះពាល់ដល់កិត្តិយសយើងទេប៉ះពាល់ដល់កិត្តិយសប្រមុខថ្នាក់ដឹកនាំទៀតដូចខ្ញុំនិយាយតែអញ្ចឹងយើងអ្នកអនុវត្តច្បាប់ដល់ពេលយើងទៅស្រែកថាអយុត្តិធម៌ដែរយើងទៅស្រែកថាណាมันមានយុត្តិធម៌តើប្រជាពលរដ្ឋហ្នឹងដែលមានចំនួនដែលមានរឿងដែលមានរ៉ាវតើគាត់ទៅរកយុត្តិធម៌នៅឯណា
បាទអញ្ចឹងបងប្អូនប្រជាពលរដ្ឋមិនថាមន្ត្រីរាជការគួរណាកុំយក social media នឹងធ្វើជាត្រីមាសត្រីមុខដើម្បីធ្វើការផ្សព្វផ្សាយហែកហួងណាធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់ថ្នាក់ដឹកនាំបាទខ្ញុំនិយាយនេះខ្ញុំលើកឡើងនេះជាមតិយោបល់របស់ខ្ញុំក្នុងនាមជាពលរដ្ឋពីព្រោះថាយើងមានស័ក្តិមានផ្កាយពាក់យើងមានទូនាទីក្នុងវិស័យតុលាការហើយបើយើងមានចំនួនជាមួយគ្រួសារខ្លួនឯងហើយយើងថារងពាក្យអយុត្តិធម៌បាទហើយយើងផ្សាយឲ្យ social media ផ្សាយឲ្យអ្នកសារព័ត៌មានផ្សាយថាយើងអយុត្តិធម៌អញ្ចឹងប្រទេសយើងនេះបាទតើជាប្រទេសអីណាបងប្អូនប្រិយមិត្តអរគ្នាតើជាប្រទេសអីដែលមានថ្នាក់ដឹកនាំល្អហើយណាហើយយើងមានរឿងរ៉ាវតិចតួចក្នុងគ្រួសារយើងមិនខំប្រឹងព្យាយាមដោះស្រាយយើងបែរទៅនាំគ្នាទៅស្រែកតាម social media បាទអញ្ចឹងការផ្សាយអ្នកសារព័ត៌មានក្តីប្រជាពលរដ្ឋផ្សាយក្នុងសិទ្ធិប្រជាពលរដ្ឋក្តីតែសូមឲ្យផ្សាយការពិតព័ត៌មានពិតកុំយកព័ត៌មានខ្លាំងៗមកផ្សាយកាលណាបងប្អូនយកព័ត៌មានខ្លាំងៗមកផ្សាយបងប្អូននឹងរងនៅបាទទោសទណ្ឌព្រហ្មទណ្ឌដែលបាទរាជរដ្ឋាភិបាលមិនអោយធ្វើអ្វីប៉ះពាល់សេចក្តីថ្លៃថ្នូរកិត្តិយសរាជរដ្ឋាភិបាលបាទដោយរឿងរ៉ាវយើងផ្សាយសូមឲ្យផ្សាយការពិតណាបើយើងផ្សាយមិនពិតទេយើងនឹងមានបញ្ហាដល់ខ្លួនឯងអញ្ចឹងបងប្អូនប្រិយមិត្តអរគ្នាខ្ញុំក៏សូមថ្លែងអំណរគុណណាទៅដល់ពុកម៉ែបងប្អូនប្រិយមិត្តអរគ្នាដែលតាមដាន page ខ្ញុំកន្លងមកក៏សូមថ្លែងអំណរគុណទៅដល់ពុកម៉ែបងប្អូនអរគ្នាសូមឲ្យជួបតែក្តីសុខនិងសេចក្តីចម្រើនសូមឲ្យរកស៊ីទទួលទានមានបានហើយយើងគួរតែបន្តគាំទ្ររាជរដ្ឋាភិបាលយើងដែលលោកខិតខំកែតម្រង់តាមក្រសួងស្ថាប័ននានាដើម្បីលុបបំបាត់នៅអំពើពុករលួយបាទយើងគាំទ្របាទទាំងអស់គ្នាតទៅមុខទៀតដើម្បីប្រទេសជាតិយើងឲ្យមានហេដ្ឋារចនាសម្ព័ន្ធបាទរីករាលដាលល្អជាងនេះឲ្យបាន100ដងទៀតបាទសូមអរគុណសូមជម្រាបលា